សូមជម្រាបសួរដល់លោកអ្នកបងប្អូនសាជាថ្មីយើងបែកគ្នាមួយអាទិត្យកន្លងមកហើយតើលោកអ្នកបងប្អូនចង់មានការផ្លាស់ប្រែដែរឬទេគឺការផ្លាស់ប្រែពីមិនល្អទៅជាល្អផ្លាស់ប្រែពីភាពធម្មតាទៅមិនធម្មតាចង់ផ្លាស់ប្ដូរពីបែកសម្បុរខ្មៅទៅសដែរឬទេអ្នកខ្លះចង់ផ្លាស់ប្ដូរទេព្រោះស្បែកខ្មៅក្លោចង់ផ្លាស់ប្ដូរពីការដែលមិនរីកចម្រើនទៅរកភាពរីកចម្រើនដែរឬទេចង់ផ្លាស់ប្ដូរពីការដែលខ្វះមិនដល់សេរីល្អនៃព្រះឈានទៅរកការផ្លាស់ប្រែពេញដោយសេរីល្អនៃព្រះដែរឬទេខ្ញុំជឿថាមនុស្សចង់ផ្លាស់ប្រែចង់ផ្លាស់ប្ដូរពីអ្វីដែលមិនល្អទៅរកការល្អពីអ្វីដែលមិនទាន់រីកចម្រើនចង់ទៅរកភាពរីកចម្រើនហើយពីអ្វីដែលយើងខ្វះចង់ឲ្យបានកាន់តែបបោហើយពេញជាពិសេសថ្ងៃនេះខ្ញុំចង់នាំព្រះរាជសារមួយដល់លោកអ្នកបងប្អូនដែលមានចំណងជើងថាដំណើរផ្លាស់ប្រែដែលពេញដោយសេរីល្អរបស់ព្រះមុននឹងសិក្សានៅប្រធានបទឬក៏ព្រះរាជសារដែលមានចំណងជើងនេះសូមអធិដ្ឋានជាមួយនឹងខ្ញុំដើម្បីសូមប្រាជ្ញាពីព្រះនិងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធជាមួយនឹងខ្ញុំបិតាដូចជាព្រះគុណអរប្រគុណដល់ព្រះអង្គនៅថ្ងៃនេះបន្តទៀតដល់កូនម្នាក់មានឱកាសដើម្បីសិក្សាព្រះបន្ទូលព្រះអង្គដើម្បីឲ្យយល់ពីបំណងប្រតិព្រះអង្គដែលចង់ឲ្យទូតបង្គំកូនម្នាក់រស់នៅដោយរបៀបណានោះបិតាដូចជាព្រះនៅថ្ងៃនេះសូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានដឹកនាំបានបង្ហាត់បង្រៀនបានបើកសម្ដែងដល់ទូតបង្គំម្នាក់ដើម្បីឲ្យទូតបង្គំម្នាក់អាចយល់ដឹងថាតើព្រះអង្គចង់បង្ហាញចង់បង្រៀនអ្វីខ្លះដល់ទូតបង្គំប្រយោជន៍ឲ្យទូតបង្គំជាងខ្ញុំអាចដឹងអាចយល់ហើយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គដើម្បីបង្កើតផលផ្លែនៅក្នុងជីវិតម្នាក់ជា30ម្នាក់ជា60ម្នាក់ជា100ថ្វាយដល់ព្រះអង្គបិតាអើយកូនសូមទ្រង់ក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនដំណើរផ្លាស់ប្រែដែលពេញដោយសេរីល្អរបស់ព្រះនេះយើងបានឃើញនៅក្នុងអត្ថបទព្រះគម្ពីរម៉ាកុសជំពូក9ខ1ដល់ខ13ហើយនឹងបទគម្ពីរម៉ាថាយជំពូក16ខ28ដល់ជំពូក17ទៅហើយនឹងបទគម្ពីរលូកាជំពូក9ខ27ទៅដល់36ក៏និយាយពាក់ព័ន្ធអំពីរឿងដំណើរផ្លាស់ប្រែដែលពេញដោយសេរីល្អរបស់ផងព្រះដែលបានបើកបង្ហាញដែលបានបង្រៀនយើងតាមបទគម្ពីរ3នេះដែលនិយាយស្តៀងគ្នាផងដែរដំណើរផ្លាស់ប្រែដែលពេញដោយសេរីល្អរបស់ព្រះគឺមាននៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទពីព្រោះនៅលើលោកនេះគ្មានអង្គបុគ្គលណាដែលពេញដោយសេរីល្អរបស់ផងព្រះទេសូម្បីតែហោរារបស់ផងព្រះតាំងពីសញ្ញាចាស់រហូតដល់ម៉ាឡាគីហើយនឹងសញ្ញាថ្មីក៏គ្មានអ្នកណាដែលពេញដោយសេរីល្អរបស់ផងព្រះសូម្បីតែម្នាក់ក៏គ្មានផងដែលនៅក្រោមមេឃលើផែនដីនេះពីព្រោះមនុស្សគ្រប់គ្នាដែលមានចំនួនរាប់កោតអ្នកនៅលើផែនដីនេះគឺគ្រប់គ្នាទាំងអស់បានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះគឺខ្វះម្នាក់គឺខ្វះមិនដល់សេរីល្អនៃព្រះគឺអត់ពេញដោយសេរីល្អនៃព្រះទេពីព្រោះគ្រប់គ្នាគឺមានបាបអញ្ចឹងជាហេតុនាំឲ្យខ្វះមិនដល់សេរីល្អនៃព្រះនេះបទកាពីរ៉ូមជំពូក3ខ23ហើយបទកាពីរ៉ូមជំពូក6ខ23បានប្រាប់ថាដែលយើងមានបាបហើយខ្វះមិនដល់សេរីល្អនៃព្រះនេះឯងទើបយើងឆ្ពាក់បំណុលរបស់អំពើបាបគ្រប់គ្នាដែលនាំឲ្យយើងមានសេចក្តីស្លាប់នឹងឯងស្លាប់ទី1គឺស្លាប់ខាងឯជីវិតខាងសាច់ឈាមរបស់យើងដែលកំពុងរស់នៅលើផែនដីនេះដែលមានអាយុកាលតិចមែនតើ100ឆ្នាំជាងតែប៉ុណ្ណោះប៉ុន្តែស្លាប់ទី2គឺជាស្លាប់ខាងឯវិញ្ញាណគឺស្លាប់អស់កលជានិច្ចបើគ្មានម្នាក់ដែលគ្មានបាបសោះ
ហើយពេញដោយសេរីល្អដែលយាងមកលើផែនដីនេះកាលពីជាង2000ឆ្នាំដើម្បីមកបំភ្លឺដើម្បីមករំដោះយើងសង្គ្រោះយើងឲ្យរួចពីបំណុលនៃអំពើបាបហ្នឹងឯងហើយនាំយើងទៅរកដំណើរផ្លាស់ប្រែដែលពេញដោយសេរីល្អរបស់ផងព្រះដូចជាទ្រង់គឺអង្គព្រះយេស៊ូវអញ្ចឹងហើយបានជាទ្រង់បានមានបន្ទូលនៅក្នុងបទគម្ពីរម៉ាកុសជំពូក9 ខ 1 នេះថាយ៉ាងម៉េចរួចទ្រង់មានបន្ទូលទៅគេថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាក្នុងពួកអ្នកដែលឈរនៅទីនេះមានខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ដរាបដល់បានឃើញនគរព្រះមកទាំងមានព្រះចេស្តាលោកអ្នកបងប្អូនព្រះយេស៊ូវបានបង្រៀនហើយបានប្រកាសប្រាប់ទៅដល់ពួកសាវករបស់ព្រះអង្គដែលឈរនៅទីនោះប្រាប់ថាពួកគេខ្លះនឹងមិនត្រូវភ្លក់សេចក្តីស្លាប់ទេដរាបទាល់តែគេបានឃើញនគរព្រះបានមកលើផែនដីប្រកបដោយព្រះចេស្តារបស់ផងព្រះអញ្ចឹងយើងឃើញថានគរព្រះនៅទីនេះបានបង្ហាញអំពីអង្គព្រះយេស៊ូវគ្រីស្ទដែលទ្រង់ផ្ទាល់ជាអ្នកនាំនគរព្រះមកលើផែនដីហើយយ៉ាងម៉េចទ្រង់បាននាំនគរព្រះនាំវត្តមានរបស់ព្រះនាំសេរីល្អរបស់ផងព្រះដែលពេញដោយសេរីល្អរបស់ផងព្រះនាំមកលើផែនដីនេះដើម្បីបង្ហាញដល់ពួកសិស្សរបស់ព្រះអង្គដែលទ្រង់បានត្រាស់ហៅពួកគេនោះហើយនឹងមនុស្សដទៃទៀតបានឃើញសេរីល្អរបស់ផងព្រះដែលពោពេញអញ្ចឹងហើយបានជានៅខ 2 បន្តមកយ៉ាងម៉េចកន្លងមក6 ថ្ងៃទៀតដែលលោកម៉ាកុសនិងលោកម៉ាថាយនិយាយថា6 ថ្ងៃទៀតតែលោកលូកាបាននិយាយនៅចំពុក9ថា8 ថ្ងៃទៀតបាទលើសគ្នា2 ថ្ងៃគឺព្រះយេស៊ូវបានយកពេត្រុសលោកយ៉ាកុបនិងយ៉ូហានគឺ3នាក់ជាសិស្សជំនិតនឹងឯងឡើងទៅលើភ្នំដ៏ខ្ពស់មួយដើម្បីអធិដ្ឋានហើយនៅពេលដែលកំពុងតែអធិដ្ឋានព្រះយេស៊ូវបានបំផ្លាស់បំប្រែអង្គទ្រង់ទាំងប្រភពរបស់ព្រះអង្គទាំងមុខរបស់ព្រះអង្គភ្លឺសូរស្គុះដូចពលឺព្រះអាទិត្យរីឯព្រះពស់របស់ព្រះអង្គអាវរបស់ព្រះអង្គនោះភ្លឺសូរចែងចាំងដូចហេមៈសូរស្គុះដែលគ្មានជាងប្រម៉ោកបោកគុកខោអាវណាដែលបោកសដូចខោអាវរបស់ព្រះយេស៊ូវភ្លឺចែងចាំងដ៏អស្ចារ្យនេះជាការមួយដែលព្រះយេស៊ូវបានបង្ហាញទៅដល់ពួកសិស្សឲ្យមើលឃើញថាទ្រង់គឺពេញដោយសេរីល្អរបស់ផងព្រះដែលចង់បញ្ជាក់ឲ្យពួកសិស្ស3នាក់នេះដែលជាសាក្សីរស់3នាក់គឺល្មមជាសាក្សីហើយសាក្សីរស់ដើម្បីបញ្ជាក់អំពីសេចក្តីជំនឿរបស់ពួកគេឲ្យជឿថាទ្រង់នេះឯងគឺជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតជាព្រះរាជបុត្រានៃព្រះដែលបង្កើតពិភពលោកនេះទាំងមូលដែលគ្រប់គ្រងលើពិភពលោកនេះទាំងមូលដែលពេញដោយសេរីល្អនោះឯងហើយប៉ុតហើយយ៉ាងម៉េចទៀតនៅពេលដែលព្រះអង្គកំពុងតែផ្លាស់ប្រែដែលពេញដោយសេរីល្អរបស់ផងព្រះនឹងឯងសត្វតែគឺឃើញលោកអេលីយ៉ាព្រមទាំងលោកម៉ូសេបានលេចមកឲ្យគេឃើញកំពុងតែទូលនឹងព្រះយេស៊ូវគឺលោកម៉ូសេលោកអេលីយ៉ាលោកម៉ូសេដែលជាអ្នកដឹកនាំដែលជាអ្នកសរសេរគម្ពីរក្រឹតវិន័យរបស់ពួកសាសអ៊ីស្រាអែលដែលព្រះបានឲ្យលោកសរសេរហើយអេលីយ៉ាដែលជាហោរារបស់ផងព្រះដែលតំណាងឲ្យពួកហោរារបស់ផងព្រះនៅសញ្ញាចាស់ទាំងអស់មកជជែកនិយាយជាមួយនឹងអង្គព្រះយេស៊ូវកំពុងតែពេញដោយសេរីល្អនឹងឯងយ៉ាងម៉េចកំពុងតែគេនិយាយគឺមានពពកហុំព័ទ្ធពួកគេទាំងសាវក3នាក់ទាំងព្រះអង្គទាំងម៉ូសេទាំងអេលីយ៉ាទាំងព្រះយេស៊ូវនឹងឯងហើយសពតែមានឮសំឡេងចេញពីពពកគឺជាសំឡេងរបស់ផងព្រះវរបិតាគឺជាព្រះជាម្ចាស់នឹងឯងមានបន្ទូលថានេះជាកូនស្ងួនភ្ងាអញជាទីពេញចិត្តអញណាស់ចូលស្ដាប់តាមចុះនេះជាការដែលព្រះវរបិតាបញ្ជាក់លើសពីសាក្សីទៅទៀតដើម្បីឲ្យពួកសិស្សរបស់ព្រះអង្គបានដឹងថាព្រះយេស៊ូវនេះឯងជាព្រះរាជបុត្រាជាទីគបតីរបស់
ព្រះអង្គហើយចូលឲ្យស្ដាប់ចុះពីព្រោះលោកអេលីយ៉ានិងលោកម៉ូសេបានកំពុងមកជជែកចង់បញ្ជាក់ថាពាក់ព័ន្ធអំពីគ្រប់ទាំងបទទំនាយពួកហោរារបស់ផងព្រះបានត្រូវសម្រេចបទទំនាយពាក់ព័ន្ធអំពីអង្គព្រះយេស៊ូវនេះឯងគ្រប់ទាំងក្រឹតវិន័យរបស់លោកម៉ូសេត្រូវបានសម្រេចនៅក្នុងអង្គព្រះយេស៊ូវដែលព្រះយេស៊ូវនេះឯងជាព្រះរាជបុត្រានៃព្រះដែលយាងមកដើម្បីរងទុក្ខហើយនឹងសគត់នៅលើឈើឆ្កាងដើម្បីឲ្យធន់នឹងអំពើបាបរបស់មនុស្សដើម្បីសងបំណុលឈ្នួលរបស់អំពើបាបរបស់មនុស្សទាំងអស់នៅលើផែនដីហ្នឹងដែលទាមទារយកជីវិតសេចក្តីស្លាប់ពីមនុស្សជីវិតរបស់មនុស្សទាំងអស់អញ្ចឹងព្រះអង្គគឺជាព្រះរាជបុត្រាដែលត្រូវសម្រេចគ្រប់ទាំងបទទំនាយនៅហោរាគម្ពីរហោរាអេសាយផងដែរដែលទីថាព្រះអង្គត្រូវរងទុក្ខហើយនឹងសគត់ប៉ុន្តែ3ថ្ងៃទ្រង់មានបញ្ជូនរស់ឡើងវិញឈ្នះលើបាបនិងសេចក្តីស្លាប់អញ្ចឹងបទទំនាយនេះនឹងត្រូវបានសម្រេចហើយពីព្រោះបន្តិចទៀតព្រះយេស៊ូវនឹងត្រូវយាងទៅទីក្រុងយេរូសាឡិមដើម្បីប្រគល់ជីវិតរបស់ព្រះអង្គឲ្យពួកសង្គ្រាមពួកអាចារ្យនិងពួកទាហានរ៉ូមចាប់ព្រះអង្គហើយយកទៅឆ្កាងប្រហារជីវិតប៉ុន្តែយ៉ាងម៉េចបទកាពីនេះបានប្រាប់ទៅដល់ពួកសិស្សនៅពេលដែលពួកសិស្សកំពុងតែភ័យតក់ស្លុតក្នុងការដែលឃើញសេរីល្អរបស់ផងព្រះយ៉ាងម៉េចគឺគេក្រាបបទកាពីផ្សេងទៀតប្រាប់ថាគេក្រាបលុតមុខដល់ដីដោយភ័យដោយញ័រប៉ុន្តែព្រះយេស៊ូវទៅពាល់ពួកគេថាកុំភ័យកុំខ្លាចញាក់ឡើងហើយគេក៏ញាក់ឡើងឃើញតែព្រះយេស៊ូវបាទលោកអ្នកបងប្អូនហើយមកដល់ចំណុចនេះខ្ញុំចង់បញ្ជាក់ប្រាប់លោកអ្នកបងប្អូនថាដំណើរផ្លាស់ប្រែដែលពេញដោយសេរីល្អរបស់ផងព្រះដែលមាននៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទនេះឯងជាការមួយលើកទឹកចិត្តហើយក៏ជាគំរូមួយដ៏អស្ចារ្យដែលមាននៅក្នុងអង្គព្រះយេស៊ូវដែលទ្រង់ជាគំរូដ៏អស្ចារ្យជាមេសម្រេចនៃសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទគ្រប់គ្នាបានប្រាប់ថាព្រះយេស៊ូវគឺទ្រង់ជាព្រះដែលពេញដោយសេរីល្អរបស់ផងព្រះដែលនាំឲ្យយើងបានជឿទុកចិត្តថាទ្រង់ហើយគឺជាព្រះរាជបុត្រានៃព្រះដែលយាងមកធ្វើជាព្រះអង្គម្ចាស់លើជីវិតរបស់មនុស្សហើយក៏ធ្វើជាព្រះអង្គសង្គ្រោះដល់អ្នកណាដែលជឿតាមព្រះអង្គលោកអ្នកបងប្អូនហើយការដែលពេញដោយសេរីល្អរបស់ផងព្រះនេះឯងបង្ហាញឲ្យយើងបានដឹងថាមនុស្សគ្រប់គ្នាដែលមានបាបហើយខ្វះមិនដល់សេរីល្អនៃព្រះនេះគួរតែដើរតាមព្រះយេស៊ូវគួរតែធ្វើជាអ្នកដែលជឿទុកចិត្តដល់ព្រះយេស៊ូវគួរតែធ្វើជាមនុស្សដែលដាក់សេចក្តីសង្ឃឹមលើព្រះយេស៊ូវហើយស្ដាប់តាមព្រះយេស៊ូវពីព្រោះអីទ្រង់នេះឯងជាម្នាក់ដែលពេញដោយសេរីល្អនៃព្រះជាម្នាក់ដែលមានសមត្ថភាពលទ្ធភាពមានគ្រប់បច្ចេស្តាពួកព្រះអង្គនាំនគរព្រះមកលើផែនដីហើយព្រះអង្គនឹងប្រាប់ថាទ្រង់នឹងសង់នៅពេលដែលព្រះអង្គយាងមកលើកទី2ព្រះអង្គនឹងសង់នគរព្រះទាំងនៅលើផែនដីទាំងនៅឋានសួគ៌រហូតតទៅអកាលជានិច្ចដើម្បីអ្នកណាដែលជឿដល់ព្រះអង្គអ្នកណាដែលស្ដាប់តាមព្រះអង្គហើយដើរតាមព្រះអង្គទុកចិត្តព្រះអង្គសង្ឃឹមលើព្រះអង្គទទួលព្រះអង្គជាព្រះអម្ចាស់និងព្រះអង្គសង្គ្រោះពួកគេនឹងនាំនៅការផ្លាស់ប្រែដំណើរឆ្ពោះទៅរកការផ្លាស់ប្រែបន្តិចម្ដងទៅរកការពេញដោយសេរីល្អរបស់ផងព្រះដូចជាអង្គព្រះយេស៊ូវព្រះអង្គថាយើងនឹងកាន់តែដូចព្រះយេស៊ូវឡើងដូចព្រះយេស៊ូវឡើងលោកអ្នកបងប្អូនហើយដំណើរដែលពេញដោយសេរីល្អរបស់ផងព្រះនេះឯងដំបូងឡើយជំហានដំបូងអាចនឹងព្រះអង្គឆ្ពោះទៅរកការរងទុក្ខការឈឺចាប់ការបាត់បង់ហើយពេលខ្លះប្រឈមនឹងសេចក្តីស្លាប់ហើយយ៉ាងម៉េចលោកអ្នកបងប្អូននេះជាចំណុចមួយដែលយើងរៀនបានអំពីអង្គព្រះយេស៊ូវថាព្រះអង្គដំណើរព្រះអង្គឆ្ពោះទៅរកការរងទុក្ខការឈឺចាប់
នឹងការសុគតនៅលើឈឺឆ្កាងប៉ុន្តែកុំភ័យកុំតក់ស្លុតកុំអស់សង្ឃឹមពីព្រោះព្រះអង្គបានសន្យាថា3ថ្ងៃទ្រង់មានប្រជញ្ញរស់ឡើងវិញឈ្នះលើបាបនិងសេចក្តីស្លាប់ហើយព្រះអង្គនឹងយាងទៅឯនគរឋានសួគ៌ក្រោយមកព្រះអង្គនឹងនាំនៅការពេញដោយសេរីល្អរបស់ផងព្រះនឹងឯងមកលើមកម្ដងទៀតនៅចុងបំផុតនៃផែនដីគឺពេញដោយសេរីល្អរបស់ផងព្រះដែលយាងមកលើពពកហើយលឺសូរត្រែរបស់ពួកមហាទេវតារបស់ព្រះអង្គហែហោមពេលនោះជាទីសង្ឃឹមនិងជាទីអំណររបស់គ្រីស្ទបរិស័ទរបស់អ្នកដែលជឿដល់ព្រះយេស៊ូវជាព្រះម្ចាស់និងព្រះអង្គសង្គ្រោះដែលព្រះអង្គនឹងទទួលយកទៅដូចបទកាពីថេសាឡូនីកខ្សែទី1បានប្រាប់យើងឲ្យបានដឹងពាក់ព័ន្ធអំពីការដែលព្រះអង្គស្រង់យើងទៅលោកអ្នកបងប្អូនហើយចឹងនៅពេលដែលយើងបានដឹងអំពីការនេះជីវិតរបស់យើងត្រូវការព្រះអង្គបច្ចេស្តារបស់ព្រះអង្គដែលនាំតាមរយៈព្រះយេស៊ូវហើយអ្នកណាដែលជឿដល់ព្រះយេស៊ូវនឹងមានវត្តមានរបស់ព្រះអង្គនគររបស់ព្រះអង្គនៅក្នុងជីវិតរបស់គេហើយនឹងមានប្រជេស្តាតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានដៅចំណាំដល់យើងដែលព្រះយេស៊ូវថានៅពេលដែលខ្ញុំយាងទៅឋានសួគ៌ព្រះអង្គនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គមកធ្វើជាអង្គជំនួយកំសាន្តចិត្តហើយនឹងលើកទឹកចិត្តហើយនាំនៅប្រជេស្តានៃការផ្លាស់ប្រែនឹងការដែលយើងអាចនឹងយកឈ្នះលើចំណងដែលចងយើងដោយអរិយសត្តាំងដោយបំភ័យយើងដោយអរិយសត្តាំងដែលវាកំហឹងដូចជាសត្វសឹងបំភ័យយើងឲ្យភ័យតក់ស្លុតដោយសាររឿងអីមួយហើយលោកអ្នកបងប្អូនហើយនៅពេលណាដែលយើងបានដឹងថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះដែលពេញដោយស្រីល្អរបស់ផងព្រះអង្គហើយជាព្រះដែលបរិសុទ្ធដែលគ្មានបាបសោះទ្រង់មានលទ្ធភាពដែលអាចផ្ដល់សេចក្តីសង្ឃឹមទ្រង់មានលទ្ធភាពដែលអាចជួយសង្គ្រោះយើងឲ្យរួចពីអំពើបាបទ្រង់មានលទ្ធភាពដែលជួយយើងឲ្យឈ្នះលើសេចក្តីល្បួងរបស់រាជដែលជួយយើងអាចនឹងរួចពីបណ្ដាសាហើយព្រះអង្គអាចទ្រង់ផ្ដល់សេចក្តីសង្ឃឹមដល់យើងថាសូម្បីតែយើងរងទុក្ខជួបការលំបាកជួបបញ្ហាឬក៏ប្រឈមមុខនឹងសេចក្តីស្លាប់ក៏យើងមិនគួរភ័យតក់ស្លុតដោយព្រោះតែព្រះអង្គសន្យាថាបើយើងស្លាប់ដោយសារតែរឿងអីមួយយើងស្លាប់ដោយសារតែជំងឺយើងស្លាប់ដោយសារតែគ្រោះថ្នាក់យើងស្លាប់ដោយសារតែការបៀតបៀនព្រះអង្គថាយើងគ្រាន់តែដេកលក់តែប៉ុណ្ណោះអេលីយ៉ាម៉ូសេជាពួកអ្នកបរិសុទ្ធរបស់ផងព្រះគេមិនស្លាប់ទេមនុស្សទូទៅគេថាស្លាប់តែព្រះនិងលោកសាវកពោលនិយាយថាគាត់គ្រាន់តែដេកលក់តែប៉ុណ្ណោះនៅពេលដែលព្រះគ្រីស្ទដាស់គេឲ្យភ្ញាក់ឡើងគេនឹងភ្ញាក់ឡើងដូចពេលនេះព្រះគ្រីស្ទបានដាស់លោកម៉ូសេហើយនឹងអេលីយ៉ាឲ្យភ្ញាក់ឡើងហើយមិនជជែកជាមួយព្រះអង្គយើងក៏ដូចគ្នាដែរគ្រីស្ទបរិស័ទគឺយ៉ាងម៉េចគឺយើងបើស្លាប់គ្រាន់តែដេកលក់តែប៉ុណ្ណោះនៅពេលដែលព្រះយេស៊ូវយាងមកលើកទី2ព្រះអង្គនឹងដាស់យើងឲ្យភ្ញាក់ឡើងហើយរស់ឡើងវិញជុំមានសង្ឃឹមឡើងបើព្រះយេស៊ូវទ្រង់រស់ពីសុគតរស់ពីស្លាប់ហើយរស់ពីសុគតហើយនឹងស្លាប់យើងក៏រស់ពីស្លាប់ដូចជាព្រះយេស៊ូវដែរនៅក្នុងបទគម្ពីរថេសាឡូនីកខ្សែទី1ចំពុក4ខ13ដល់ខ14បានប្រាប់យើងយ៉ាងដូចនេះអញ្ចឹងលោកអ្នកបងប្អូនសាច់រឿងនេះពួកសិស្សថាទ្រង់ពិតជាព្រះរាជបុត្រានៃព្រះប៉ុន្តែពួកអាចារ្យគេនិយាយថាលោកហោរ៉ាអេលីយ៉ាត្រូវតែមកមុនព្រះយេស៊ូវប៉ុន្តែឥឡូវនេះគេរងចាំលោកអេលីយ៉ាអត់ទាន់ឃើញទេចឹងហើយបានគេអត់ជឿថាប្រហែលជាមិនមែនព្រះយេស៊ូវទេទោះបីព្រះអង្គធ្វើការអស្ចារ្យទីសម្គាល់ជាច្រើនហើយឥឡូវនេះ
អង្គផ្លាស់ប្រែដែលពេញដោយសេរីល្អនៃព្រះដែលពួកគេភ័យតក់ស្លុតប៉ុន្តែគេហាក់ដូចជាងឿងឆ្ងល់មួយទៀតទេបើពួកអាចារ្យថាអេលីយ៉ាត្រូវមកមុនព្រះអង្គមុនមកមុនព្រះមេស៊ីឬព្រះគ្រីស្ទចឹងហើយបានព្រះយេស៊ូវបានបញ្ជាក់បន្ថែមថាត្រឹមត្រូវហើយលោកអេលីយ៉ាត្រូវតែមកមុនព្រះអង្គដើម្បីរៀបចំកិច្ចការទាំងអស់សម្រាប់ព្រះអង្គយ៉ាងម៉េចព្រះយេស៊ូវបានប្រាប់ថាព្រះអង្គប្រាប់ថាអេលីយ៉ាបានមកមុនហើយប៉ុន្តែគេបានធ្វើអំពើតាមចិត្តរបស់គេធ្វើបាបលោកអេលីយ៉ាគឺលោកយ៉ូហានបាទីសបានមកក្នុងតួនាទីរបស់ហោរ៉ាអេលីយ៉ាក្នុងលក្ខណៈដូចហោរ៉ាអេលីយ៉ាដើម្បីមកប្រកាសឲ្យមនុស្សប្រែចិត្តរៀបចំចិត្តមនុស្សគ្រប់គ្នាឲ្យប្រែចិត្តមកទទួលព្រះយេស៊ូវជាព្រះម្ចាស់ព្រះអង្គសង្គ្រោះរបស់គេប៉ុន្តែគេបែរជាសម្លាប់ហោរ៉ាយ៉ូហានបាទីសនេះឯងលោកអ្នកបងប្អូនអញ្ចឹងនៅថ្ងៃនេះដំណើរផ្លាស់ប្រែដែលពេញដោយសេរីល្អដែលមាននៅក្នុងអង្គព្រះយេស៊ូវលើកទឹកចិត្តលោកអ្នកបងប្អូនហើយនឹងខ្ញុំថាឲ្យស្ដាប់ព្រះអង្គតែមួយប៉ុណ្ណោះគ្រប់ទាំងបទគម្ពីរនៃក្រឹតវិន័យនិងបទគម្ពីរទំនាយហោរាត្រូវបានសម្រេចនៅក្នុងអង្គព្រះយេស៊ូវហើយចូលស្ដាប់តាមព្រះអង្គតែមួយប៉ុណ្ណោះនាំឲ្យយើងបានសេចក្តីសង្គ្រោះនាំឲ្យយើងទទួលបាននៅការអត់ទោសបាបនាំឲ្យយើងមានព្រះមួយអង្គដែលពេញដោយសេរីល្អដែលគង់នៅជាមួយយើងហើយចាំជួយយើងនៅពេលដែលយើងជួបនៅបញ្ហាជួបនៅការបៀតបៀនជួបនៅកង្វល់ជួបនៅរឿងរ៉ាវនៅក្នុងជីវិតដែលធ្វើឲ្យយើងបាក់ទឹកចិត្តដែលធ្វើឲ្យយើងភ័យដែលធ្វើឲ្យយើងតក់ស្លុតដែលធ្វើឲ្យយើងអស់សង្ឃឹមដែលធ្វើឲ្យយើងអស់មានជំនឿទឹកចិត្តយើងត្រូវការអធិដ្ឋានសូមជំនួយពីព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់សូមឲ្យព្រះគ្រីស្ទបានដោះយើងសូមឲ្យព្រះគ្រីស្ទបានជួយចម្រើនកម្លាំងឲ្យយើងដើម្បីឲ្យយើងមានសង្ឃឹមឡើងតទៅទៀតមានជំនឿទុកចិត្តព្រះអង្គតទៅទៀតហើយស្ដាប់បង្គាប់ព្រះអង្គពីព្រោះមានតែទ្រង់តែប៉ុណ្ណោះដែលពេញដោយសេរីល្អនៃព្រះមានតែទ្រង់តែមួយប៉ុណ្ណោះដែលអាចជួយយើងដើម្បីឲ្យជីវិតរបស់យើងផ្លាស់ប្រែពីមិនល្អទៅល្អពីអស់សង្ឃឹមទៅមានសង្ឃឹមពីអត់ជំនឿទៅមានជំនឿដ៏រឹងមាំពីការដែលប្រឈមតែនឹងសេចក្តីស្លាប់ដោយព្រោះបាបនាំទៅរកការអត់ទោសបាបហើយនឹងជីវិតអស់កលជានិច្ចដែលពេញដោយសេរីល្អមកពីព្រះជាម្ចាស់សូមព្រះយេស៊ូវបានប្រទានពរ